ការស្ទង់មតិប្រចាំសប្តាហ៍ចុងក្រោយរបស់ស្ថាប័ន The Kicker News បានបង្ហាញថាអ្នកជំនាញនៅ The Wall Street ភាគច្រើនមិនទាន់បានសម្រេចចិត្តច្បាស់លាស់នោះទេអំពីទស្សនវិស័យរយៈពេលខ្លីរបស់មាសខណៈដែលវិនិយោគិនទូទៅនៅរក្សាសន្ទុះសុទិដ្ឋិនិយមបើទោះបីជាមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនៅក្នុងសប្តាហ៍នេះក៏ដោយជាលទ្ធផលអ្នកជំនាញនៅ The Wall Street ចំនួន12នាក់ដែលបានចូលរួមនៅក្នុងការស្ទង់មតិនេះបានបញ្ជាក់ថា4នាក់ស្មើនឹង 33% គឺនិន្នាការមាសនៅក្នុងសប្តាហ៍បន្ទាប់នៅតែរក្សានិន្នាការឡើងសម្រាប់3នាក់ស្មើនឹង 25% ថាសប្តាហ៍ក្រោយមាសចុះហើយ5នាក់ស្មើនឹង 42% មាសស្ថិតនៅក្នុងតម្លៃបច្ចុប្បន្នចំពោះការស្ទង់មតិតាមអនឡាញដែលធ្វើឡើងសម្រាប់វិនិយោគិនទូទៅមានអ្នកចូលរួមចំនួន257នាក់ដែល163នាក់ស្មើនឹង 63% ថាមាសនៅក្នុងសប្តាហ៍ក្រោយនេះនៅតែបន្តនិន្នាការឡើង52នាក់ស្មើនឹង 20% ថាសប្តាហ៍ក្រោយមាសចុះហើយ42នាក់ស្មើនឹង 16% ថាសប្តាហ៍ក្រោយនេះមាសរក្សានៅកម្រិតបច្ចុប្បន្ន